នេះអូខេដល់អញ្ចឹងមុននឹងយើងបង្កើត flash boot យើងត្រូវមាន flash សិនអញ្ចឹងមែនតើនៅលើកុំព្យូទ័ររបស់ខ្ញុំគឺវាអត់ទាន់ដោត flash ចូលទេណាបាទនេះគឺ drive កុំព្យូទ័ររបស់ខ្ញុំទេហើយ drive មួយនេះគឺ drive របស់ Google Drive អញ្ចឹងខ្ញុំចាប់ផ្ដើមដោត flash យើងបញ្ចូលមកបាទអញ្ចឹងនេះខ្ញុំគាត់ demo សិនដល់ពេលហើយគ្នាយើងយក flash ទៅអនុវត្តជាក់ស្ដែងអូខេនេះអញ្ចឹងនេះគឺខ្ញុំដោត flash ចូលមកវាមាន drive មានយើងឃើញមាន drive មកមួយទៀតគឺ 56G ប៉ុន្តែខ្ញុំសុំដក flash ហ្នឹងចេញវិញមូលហេតុដោយសារអីខ្ញុំអត់ចង់ set up លើហ្នឹងទេបាទខ្ញុំដាក់ flash 16G នេះទៅគឺបានហើយអូខេអញ្ចឹងនេះយើងចេញយើងបានមកហើយបាទគឺ flash របស់យើងគឺ 16G ហើយកន្លែងនេះវាចេញអញ្ចឹងដោយសារអីដោយសារតែ flash នេះយើងធ្លាប់ធ្វើជា flash boot ពីមុនមកហើយអូខេដល់អញ្ចឹងបន្ទាប់ពីខ្ញុំដោត flash ចូលហើយអញ្ចឹងជំហានដំបូងយើងត្រូវដោត flash មកជំហានទី2យើងត្រូវទៅបើកកម្មវិធីរបស់យើងដើម្បីបង្កើតជា boot flash អញ្ចឹងរាល់ software ដែលខ្ញុំ download មិញគឺវាចូលទៅក្នុងទីតាំង download នេះអានេះគាត់គ្នាយើងដឹងណាយើងចូល download មកនេះកម្មវិធីរបស់យើងអញ្ចឹងនេះខ្ញុំបង្ហាញជាមួយនឹងរបៀបនៅក្នុងការប្រើកម្មវិធី Ropool អញ្ចឹងកម្មវិធី download នៅកន្លែងនេះចឹងយើងមកស្ដាំមកហើយយើងយកពាក្យថា run as administrator នេះដើម្បីយើង run វាឲ្យមានសិទ្ធិពេញបាទហើយកន្លែងនេះបើសិនជាវាសួរបញ្ជាក់យើងចេះមកអូខេបន្ទាប់ពីចេញចេះហើយអញ្ចឹងកន្លែងនេះទី1បាទយើងត្រូវកំណត់ចំណាំពីចំណុចសំខាន់មួយអញ្ចឹងកន្លែងនេះគឺកន្លែង device អញ្ចឹង device នេះយើងត្រូវរើសមកថាយើងចង់បង្កើត boot flash ហ្នឹងដាក់ទៅឲ្យ flash មួយណាអញ្ចឹងជាទូទៅបើសិនជាយើងដោត flash តែមួយវាចេញតែមួយណាប៉ុន្តែបើសិនជាក្នុងករណីយើងដោត flash ច្រើនវានឹងចេញ flash ច្រើននៅកន្លែងនេះអូខេមួយទៀតបាទមួយទៀតគឺនៅកន្លែង disk នេះអញ្ចឹងនៅកន្លែង disk នេះគឺយើងត្រូវរើសមកថាតើនៅពេលដែលយើងចឹង disk នេះគឺ disk ឬក៏ ISO image នេះចឹងយើងត្រូវរើសមកថាតើ file Windows ណាដែលយើងចង់យកវាមកដាក់ធ្វើជា flash boot របស់យើងអញ្ចឹងយើងចង់តម្លើង Windows 11យើងដាក់ Windows 11ទៅយើងចង់តម្លើង Windows 10ដាក់ Windows 10បាទអញ្ចឹងកន្លែងនេះបើនៅក្នុងកុំព្យូទ័រគ្នាយើងបើសិនជាយើងអត់ទាន់ដាក់ flash ទេវាអត់មានរើសឲ្យវាអត់មានធ្លាក់ឲ្យយើងរើសណាជាគ្នាយើងកន្លែងនេះហើយកន្លែងdisk ឬក៏ ISO image នេះយើងចូលទៅរក file Windows របស់យើងមកអញ្ចឹងកន្លែងនេះគឺយើងចុចនៅលើពាក្យ select នេះដើម្បីចូលទៅរកមើល file image ឬក៏ file ISO របស់ Windows របស់យើងអញ្ចឹងតែខ្ញុំចាញ់ខ្ញុំស្រាប់ copy file Windows ឲ្យណាចេះគ្នាយើងដូចជាទុកនៅក្នុង drive D software ប៉ុន្តែខ្ញុំគឺនៅក្នុងdrive D នេះអញ្ចឹងវាមាន Windows 11វាមាន version 22និង25អញ្ចឹងយើងសាក25លោកមុនគឺវាមានបញ្ហាមួយចំនួនចានេះខ្ញុំសូមយក Windows 11 22H ចាស់ប៉ុន្តែបញ្ជាក់អានេះយើងចង់យកមួយណាក៏បានដែរបើ Windows 10យើងរើសយក file ខុស Windows 10មកអញ្ចឹងបញ្ជាក់ Windows 10 Windows 8 Windows 7អីគឺធ្វើតែមួយសំខាន់គឺយើងដាក់ file Windows អីវាយក Windows ហ្នឹងហើយមិនមែនតែ Windows ឯងទោះបីជាប្រភេទ OS ផ្សេងដូចជាពពួក Linux ពពួក Ubuntu ពពួកអីក៏ដូចគ្នាដែរអញ្ចឹងខ្ញុំរើស file Windows ហើយ open មកនេះអញ្ចឹងដល់ពេល open មកវានឹងទាញនេះទាញយកមកដាក់នៅកន្លែងនេះហើយកន្លែងនេះបាទបន្តមកទៀតចំណុចសំខាន់គឺ partition schema អញ្ចឹងយើងដឹងហើយយើងគួរតែរើស GPT ឬក៏ OBR វាអាស្រ័យទៅលើ hard disk របស់យើងតែយើង check កាលពីមកមុនយើងចូលទៅ check មើល hard disk របស់យើង GPT ឬក៏ OBR អញ្ចឹងបើសិនជាវាជាប្រភេទ GPT យើងយក GPT មកបើសិនជាវាជាប្រភេទ MBR យើងយក MBR មកអញ្
ចឹងឡើយនេះយក GPT មកបន្តមកទៀត target system អញ្ចឹងកន្លែងនេះគឺ UEFI ហៅឯភាសាអីបាទ boot loader របស់យើងហ្នឹងក៏ជាប្រភេទ UEFI ដែរយើងចូលទៅពិនិត្យមើលឲ្យដូចគ្នាហើយបន្តមកទៀតកន្លែងខាងក្រោមនេះបាទវាជាpriority ទេអញ្ចឹងវាមាន Windows 11 NTFS system អីអញ្ចឹងឡើយនេះយើងអត់ដូរទេអញ្ចឹងបញ្ជាក់ចំណុចសំខាន់ទី1រើស flash ទី2រើស file image ឬក៏ file ISO របស់ Windows ឬក៏ OS របស់យើងទី3យើងត្រូវរើសpartition schema យើងនេះជាប្រភេទ GVT ឬក៏ MBR ហើយ target system របស់យើងជាប្រភេទ UEFI ឬក៏ legacy អូខេចានេះគឺយើងយក UEFI ត្រូវឯកសាររបស់យើងគឺប្រភេទហ្នឹងដែរហើយចុងក្រោយយើងចុចនៅលើពាក្យ start មក start ហើយកន្លែងនេះវាមាន option មួយចំនួនទៀតបាទអញ្ចឹងកន្លែងនេះវាមានច្រើនប៉ុន្តែខ្ញុំបញ្យល់ពីមុខងារមួយចំនួនទេទី1នេះកន្លែង remove requirement for 4G RAM បាទ 6U boot and TPM 2.0 នេះបើសិនជាយើង tick មានន័យថាវាដោះអា requirement ហ្នឹងចេញប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងនឹងធ្លាប់ដោះហើយបាទពេលខ្លះគឺវាអត់បានដូចគ្នាទេបាទហើយកន្លែងនេះបើសិនជាយើងដោះ remove require for online Microsoft account មានន័យថាដូចយើង set up Windows អត់ណោះបើជាប់អ៊ីនធឺណិតឲ្យយើងទៅ set up មាន Microsoft account មាន Gmail មានអីអញ្ចឹងបើសិនជាយើងអត់ចង់ឲ្យវាលោកចូលកន្លែងហ្នឹងទេយើងអាច click នៅកន្លែងបាទ remove require Microsoft account ហ្នឹងមកហើយកន្លែងនេះបើសិនជាយើង tick មានន័យថាវាបង្កើត local account ជាមួយនឹង user អីតារាអីនេះអូខេអញ្ចឹងកន្លែងនេះបើសិនជាក្នុងករណីដែលយើងអត់ចាំវាទេយើងអាចដោះ tick វាទាំងអស់ក៏បានដែរបាទអញ្ចឹងដោះ tick អស់មានន័យថាយើងអត់ប្រើថាមុខនេះទាំងអស់ហ្នឹងទេអញ្ចឹងនៅពេលយើង set up គឺយើង set up ជាមួយនឹងអាដំណាក់កាល step ដែលមានស្រាប់នៅក្នុង Windows ហ្នឹងតែម្ដងអញ្ចឹងតមកទៀតយើងចុច OK មកអូខេហើយកន្លែងនេះវាបញ្ជាក់យើងមួយសារទៀតបញ្ជាក់មិនបញ្ជាក់ថានៅពេលដែលយើងយក flash ទៅធ្វើជា flash boot អញ្ចឹងវានឹងប្រមាណ flash ហ្នឹងអញ្ចឹងយើងត្រូវប្រយ័ត្ននៅពេលដែលយើងយក flash យើងទៅធ្វើជា flash Windows ឬក៏ flash boot ហ្នឹងបើមានឯកសារ flash យើងត្រូវ copy វាជាអត់សិនបើអត់ copy ទេវាធ្វើទៅវានឹងប្រមាណអត់សិនឡើយហ្នឹងវាបាត់អស់ហើយអញ្ចឹងកន្លែងនេះយើងអូខេមកអូខេហើយនេះយើងត្រូវចាំឲ្យវាដំណើរការចប់អញ្ចឹងយើងអាចដឹងថាវាដំណើរការចប់នៅកន្លែងនេះគឺយើងទុកឲ្យវាដើរហើយបើតាខ្ញុំចាំនៅខាងក្រោមនេះគឺវាអត់មានពាក្យ please wait ទេនៅពេលដែលវាចេញពាក្យ complete ED មកមានន័យថាអដំណើរការនៃការបង្កើត flash boot របស់យើងហ្នឹងគឺទទួលបានជោគជ័យហើយអញ្ចឹងនេះគឺវាកំពុងតែដាក់អូខេដល់អញ្ចឹងគ្នាយើងធ្វើអត់តាន់បានទេមូលហេតុដោយសារអីដល់អត់បានអូខេដល់អត់បានទៅឥឡូវយើងស្គាល់យើងដាក់លុបដាក់ក្នុងកុំព្យូទ័រយើងហើយអូខេដល់អញ្ចឹងរបៀបមើលវាដើរហើយឬក៏មិនហើយយើងមើលនៅកន្លែងនេះចេញពាក្យ ready មានន័យថាហើយអញ្ចឹងយើងត្រូវរៀនវិភាគមើលខ្លះណាព្រោះខ្ញុំធ្លាប់មានសិស្សច្បងយើងឆ្នាំទី2បង្កើត flash boot ដើរចប់ហើយគាត់គិតថាវាមិនទាន់ដើរចប់ចុច start ដើម្បីមុនដង start ឡើងចុះឡើងរហូតហើយក៏សួរថាមិនបានកម្មវិធីនឹងកើត flash boot វាដើរមិនចប់សោះបាទអញ្ចឹងមិនវាមិននៅវាដើរមិនចប់ទេដោយសារតែយើងអត់បានមើល step ធ្វើវាចេញ ready នេះអញ្ចឹងចេញ ready ហ្នឹងគឺដើរចប់ហើយអញ្ចឹងដើរចប់ហើយអត់មានអីទេយើង close មកអូខេដល់អញ្ចឹងរបៀបបង្កើត flash boot យើងគឺមាន